ឲ្យ f នៃ sin x បូកជាមួយនឹង cos x ស្មើsin kip x បូកឲ្យ cos kip x ច្រក fx ដើម្បីរក fx យើងមើលសិនថាតើវាស្ថិតនៅក្នុងគម្រោងប្រភេទណានេះគេឲ្យឈ្មោះថាសមីការអនុគមមានមួយអថេទីសាស្ត្រក្នុងការធ្វើវាគឺយើងតាំងដោយសារតែមាន s តែមួយកន្លែងអញ្ចឹងយើងតាំង t ស្មើ sin x បូកឲ្យ cos x តាំង t ស្មើ sin x បូកឲ្យ cos x ត្រង់កន្លែងនេះនៅពេលដែលយើងតាំងគឺយើងត្រូវទាញរក x ឲ្យជាប់ពាក់ព័ន្ធនឹង t ដើម្បីជំនួសក្នុងនេះតែដែលហេតុថាវាគឺជាអនុគមទីកោណមៀតអញ្ចឹងយើងពិបាកក្នុងការដោះស្រាយរកតម្លៃ x ឲ្យជាប់ t ហ្នឹងក្នុងការយកទៅជំនួសក្នុងករណីនេះយើងអត់រកតម្លៃ x ឲ្យជាប់ t ទៅជំនួសទេគឺយើងត្រូវបំលែងអាកន្សោមនៅខាងមុខ f នេះឲ្យជាប់ពាក់ព័ន្ធជាមួយនឹង t ដែររួចយើងជួសចូលទាំងអស់គ្នាតែម្ដងជំហានទី1ខ្ញុំលើកវាទៅជាការ៉េអញ្ចឹងនាំឲ្យបាន t ការ៉េស្មើនឹង sin x បូកឲ្យ cos x ទាំងអស់លើកជាការ៉េបន្ទាប់មកយើងពលាតអានេះមកគឺស្មើនឹង sin ការ៉េ x បូកឲ្យ2ដង sin x គុណនឹង cos x រួចបូកជាមួយនឹង cos ការ៉េ x បន្ទាប់មកយើងប្រើរូបមន្តមួយគឺតំណាក់តំណងគ្រឹះ sin ការ៉េបូក cos ការ៉េស្មើ1អញ្ចឹងយើងទទួលបាន1បូកឲ្យ2ដង sin x គុណនឹង cos x ទុកនៅដដែលបន្ទាប់មកទៀតខ្ញុំទាញរកតម្លៃផគុណ sin គុណជាមួយនឹង cos អញ្ចឹងយើងបាន sin x គុណនឹង cos x គឺមានលទ្ធផលស្មើនឹង t ការ៉េដក1ចែកនឹង2ព្រោះយើងលើក1មកជាមួយនឹង t ការ៉េហើយចែកនឹងមេគុណរបស់ sin x គុណនឹង cos x បន្ទាប់មកគឺយើងទៅបំលែងកន្សោម sin kip នៃ x បូកឲ្យ cos kip នៃ x នេះឲ្យជាប់ពាក់ព័ន្ធនឹង t ដែរខ្ញុំប្រើរូបមន្តមួយគឺរូបមន្ត a kip បូក b kip ដែលស្មើនឹង a បូក b បាទ a យើងគឺ sin x ហើយ b យើងគឺ cos x កតាឲ្យ a ការ៉េ sin ការ៉េ x ដក ab គឺ sin x គុណនឹង cos x រួចបូកនឹង b ការ៉េ b ការ៉េយើងគឺ cos ការ៉េ x បន្ទាប់មកទៀតយើងចំនួន sin x បូក cos x ដោយអក្សរអីគេ t ព្រោះយើងតាំងដោយ t បន្ទាប់មកទៀតគឺ sin ការ៉េបូក cos ការ៉េស្មើ1ចែកនឹង2យើងទទួលបានលទ្ធផលតម្រូវភាគបាយបន្តិចសិនទៅគឺយើងបាន t កតាឲ្យយើងគុណ2ជាមួយ1មកបាន2អានេះបូក1ទៀតវាឡើង3ព្រោះយើងគុណសញ្ញាដកចូលអញ្ចឹង3ដកឲ្យ t ការ៉េចែកនឹង2អញ្ចឹងយើងបាន f នៃ t ពេលនេះយើងជោគជ័យហើយដោយសារតែ sin kip x បូក cos kip x យើងអាចបំលែងឲ្យជាប់ t ហើយអញ្ចឹងយើងចំនួនចូលយើងបាន t កតាឲ្យ3ដកឲ្យ t ការ៉េចែកនឹង2ស្មើនឹងយើងគុណ t ចូលទៅយើងបាន3ឬក៏យើងអាចនិយាយថា1ភាគ2នេះមកខ្ញុំដាក់1ភាគ2កតាឲ្យ 3t ការ៉េសំទោស 3t ដកឲ្យ t kip នេះគឺជា f នៃ t អញ្ចឹងយើងទទួលបានដូច្នេះយើងបដូរ t ទៅជា x វិញមកយើងបាន f x យើងគឺស្មើជាមួយនឹង1ភាគ2កតាឲ្យ 3x ដក x kip គឺជាចម្លើយនៃសមីការអនុគមសង្ឃឹមថាបើចូលចិត្តនិងឆ្លាញ់ពេញចិត្តវីដេអូនេះសូមជួយ like ជួយ share ដូចជាជួយ follow និង share ដល់អ្នកដទៃទៀតដើម្បីឲ្យគាត់បានចំណេះដឹងទាំងអស់នេះសូមអរគុណ